ធ្លាប់តែបានឃើញគេនិយាយអំពីការដេរបច្ចេកពីចម្ងាយទៅលើ model Ford Territory ប៉ុន្តែនៅពេលដែលយើងទិញមកចាក់ស្ដែងណាយើងអត់ដឹងថាតើការប្រើប្រាស់ការដេរបច្ចេកពីចម្ងាយហ្នឹងដោយរបៀបម៉េចថ្ងៃនេះខ្ញុំបង្ហាញជូនបងប្អូនគាត់ថាយើងមានកូនសោមួយគ្រាប់នៅក្នុងដៃយើងអាចធ្វើការដេរបច្ចេកពីចម្ងាយបានហើយអញ្ចឹងដើម្បីដេរបច្ចេកពីចម្ងាយបងអាចមើលនៅក្នុងប៊ូតុងនេះបាទមានទាំងអស់3ប៊ូតុងមានប៊ូតុង lock unlock ហើយនិងប៊ូតុងបើករូតក្រោយអញ្ចឹងដើម្បីបើកដេរបច្ចេកពីចម្ងាយបានទីមួយយើងមើលទៅលើប៊ូតុង lock នេះណាបាទយើងចុច3ដងអញ្ចឹងរបៀបក្នុងការចុចគឺចុច1 2ហើយលើកទី3ហ្នឹងគឺចុចឲ្យសង្កត់ឲ្យជាប់អញ្ចឹងគឺខ្ញុំធ្វើជូនបងប្អូនទាំងអស់គ្នាមើលបាទ1 2 3បាទឥឡូវគឺឆេះដោយស្វ័យប្រវត្តិតែម្ដងហើយយើងអាចបន្លត់បានទៀតអញ្ចឹងដើម្បីបន្លត់បានគឺយើងធ្វើដូចគ្នាជាមួយនឹងការដេរបច្ចេកដែរដែលយើងចុចជាមួយនឹងប៊ូតុងនេះ3ដងដូចគ្នាបាទ1 2 3បាទអញ្ចឹងវាបន្លត់បានហើយអញ្ចឹងចាប់ពីថ្ងៃនេះទៅគឺបងអាចប្រើប្រាស់ជាមួយនឹង option ដេរបច្ចេកពីចម្ងាយរបស់ Ford Territory បានបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាបាយបាយ